ទី8ដោយម្ដេចដែលហៅថាការចុះបញ្ជីបន្តមានប៉ុន្មានដំណាក់កាលអ្វីខ្លះចម្លើយការចុះបញ្ជីបន្តគឺជាការធ្វើបច្ចុប្បន្នភាពព័ត៌មាននៅលើប្លង់ដីវិញ្ញាណបត្រសម្គាល់ម្ចាស់អចលនវត្ថុបន្ទាប់ពីមានការប្រែប្រួលណាមួយទាក់ទងនឹងកម្មសិទ្ធិឬបន្ទុកលើអចលនវត្ថុនោះជាទូទៅវាមានដំណាក់កាលសំខាន់ៗដូចខាងក្រោមការពន្យល់និយមន័យការចុះបញ្ជីបន្ត mutation registration គឺជាការកែប្រែឬធ្វើបច្ចុប្បន្នភាពនៅកំណត់ត្រាសិទ្ធិកម្មសិទ្ធិលើអចលនវត្ថុដែលបានចុះបញ្ជីរួចហើយនៅពេលមានការផ្លាស់ប្ដូរកម្មសិទ្ធិឬបន្ទុកលើអចលនវត្ថុនោះដំណាក់កាលសំខាន់ការដាក់ពាក្យស្នើសុំម្ចាស់សិទ្ធិឬអ្នកតំណាងរបស់ខ្លួនដាក់ពាក្យស្នើសុំទៅការិយាល័យសុរិយោដីឃុំសង្កាត់ឬមន្ទីររៀបចំដែនដីនៃគោរូបនីយកម្មសំណាងនឹងសុរិយោដីខេត្តរាជធានីដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធឧទាហរណ៍កិច្ចសន្យាទិញលក់លិខិតអំណោយលិខិតទារមរតកឬសារក្រងតុលាការនិងវិញ្ញាណបត្រសម្គាល់ម្ចាស់អចលនវត្ថុដើមការពិនិត្យសុពលភាពនៃឯកសារនិងការប្រកាសផ្សព្វផ្សាយជាសាធារណៈឧទាហរណ៍នឹងសាលាឃុំសង្កាត់ក្នុងរយៈពេលជាក់លាក់មួយឧទាហរណ៍30ថ្ងៃដើម្បីឲ្យភាគីពាក់ព័ន្ធអាចធ្វើការជំទាត់បានការដោះស្រាយបណ្ដឹងជូនតួប្រសិនបើមានមន្ត្រីសុរិយោដីនឹងសម្របសម្រួលដោះស្រាយឬបញ្ជូនទៅគណៈកម្មការសុរិយោដីឬតុលាការដើម្បីដោះស្រាយការចេញវិញ្ញាណបត្រថ្មីបន្ទាប់ពីផុតរយៈពេលប្រកាសផ្សព្វផ្សាយហើយគ្មានការជំទាក់ឬការជំទាក់ត្រូវបានដោះស្រាយរួចរាល់មន្ត្រីសុរិយោដីនឹងកែសម្រួលកំណត់ត្រានិងចេញវិញ្ញាណបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីជូនម្ចាស់សិទ្ធិគោលបំណងធានានូវភាពត្រឹមត្រូវនៃកំណត់ត្រាដីធ្លីការពារសិទ្ធិកម្មសិទ្ធិរបស់ម្ចាស់ថ្មីបង្កើនតម្លាភាពក្នុងការគ្រប់គ្រងដីធ្លីជៀសវាងវិវាទនាពេលអនាគតមូលដ្ឋានច្បាប់ភូមិបាលឆ្នាំ2001មាត្រា89មាត្រា90និងមាត្រា91និងអនុក្រឹត្យស្តីពីនីតិវិធីនៃការជក់បញ្ជីដីធ្លី